រមណីយដ្ឋានភ្នំគូលែនគឺជារមណីយដ្ឋានមួយដែលមានលក្ខណៈសម្បត្តិខុសប្លែកពីគេដោយសាររមណីយដ្ឋានមួយនេះមានសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលបានបន្សល់ទុកពីដូនតាទឹកធ្លាក់និងទេសភាពដ៏ស្រស់បំព្រងដែលធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្តទស្សនាកម្សាន្តលោកប៉ោយពិនជាមគ្គុទ្ទេសក៍ទេសចរដែលតែងតែនាំភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តនៅរមណីយដ្ឋានភ្នំគូលែនបានឲ្យដឹងថានៅក្នុងអំឡុងខែមករាខែកុម្ភៈដើមឆ្នាំ2013នេះលោកសង្កេតឃើញថាមានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនានៅតំបន់រមណីយដ្ឋាននេះមានការកើនឡើងជាងមុនហើយលោករំពឹងទុកថានៅពេលរមណីយដ្ឋានភ្នំគូលែនចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកភ្ញៀវទេសចរអន្តរជាតិនឹងមកលេងតំបន់នេះកាន់តែច្រើនបន្ថែមទៀតឥឡូវនេះគឺសមោភ្ញៀវទេសចរមកលេងខ្លាំងណាស់ជាពិសេសគឺក្នុងពិធីបុណ្យផ្សេងៗព្រោះនៅក្នុងតំបន់របស់យើងមានដូចជាទាក់ទងទៅនឹងនៅទីនេះយើងមានលឹងមួយពាន់ដែលជាតំណាងឲ្យលឹងរបស់ព្រះសិវៈដែលបាននៅក្នុងរជ្ជកាលជួរស្ដេចជ័យវរ្ម័នទី2ដែលបានកសាងនៅរបស់ដ៏សំខាន់របស់បុព្វបុរសយើងបានបង្ហាញគឺទទួលបាននៅកំណើនជាទេសចរហើយយើងនឹងមានព្រះពុទ្ធរូបដែលមានប្រវែងប្រមាណជា8ម៉ែត្រដែលស្ថិតនៅលើខ្នងភ្នំកលែនដែលខ្ញុំនឹងនាំភ្ញៀវទេសចររបស់ខ្ញុំទៅទស្សនាហើយអ្វីដែលធ្វើឲ្យភ្ញៀវសប្បាយចិត្តនោះគឺទាំងភ្ញៀវជាតិនិងអន្តរជាតិនោះគាត់អាចធ្វើការហែលទឹកកំសាន្តឬក៏មុជទឹកលេងនៅទឹកជ្រោះនៅខាងមុខដែលជើងទី1មានកម្ពស់ប្រមាណជា4ទៅ5ម៉ែត្រហើយយើងមានមួយជើងទៀតនោះគឺរយៈពេលកម្ពស់ប្រហែលជា15ទៅ20ម៉ែត្រដូច្នេះគឺជាកន្លែងរមណីយដ៏អស្ចារ្យនៃប្រទេសយើងណាលោកខេរីអ្នកទេសចរជនជាតិអូស្ត្រាលីបានទៅលេងរមណីយដ្ឋានភ្នំគូលែនបានថ្លែងថាតំបន់រមណីយដ្ឋានភ្នំគូលែននេះគឺពិតជាពិសេសមែនធ្វើឲ្យការចំណាយលុយរបស់គាត់មកលេងនេះពិតជាមិនខុសបំណងគាត់មានការសប្បាយចិត្តខ្លាំងណាស់ដោយសារគាត់មានចំណាប់អារម្មណ៍ទៅលើប្រាសាទហើយគាត់ថានៅតំបន់នេះក៏ជាកន្លែងមួយដែលវាសំខាន់ណាស់ដែរសម្រាប់ភ្ញៀវទេសចរគាត់ថាកំណើននៃភ្ញៀវទេសចរធ្វើឲ្យការសប្បាយចិត្តរបស់ភ្ញៀវបានមកចំណាយលុយដោយមិនមានការដូចថាក្នុងការចាយវាយលុយរបស់ភ្ញៀវទេសចរគឺគាត់មិនជាមានបញ្ហាទេពីព្រោះអ្វីដែលទេសភាពនោះទាក់ទាញគាត់ខ្លាំងណាស់អញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំឃើញតែភ្ញៀវកើនឡើង